សូមស្វាគមន៍មកកាន់ Update Today រុស្ស៊ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជាង260គ្រឿងខណៈអ៊ុយក្រែននឹងទទួលបានថវិកាប្រមាណ30,000 លានអឺរ៉ូពីសហភាពអឺរ៉ុបក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថាប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន269គ្រឿងនៅតំបន់ជាច្រើនក្នុងប្រទេសរុស្ស៊ីរយៈពេល12ម៉ោងតាមរយៈសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថាចាប់ពីម៉ោង8ព្រឹកដល់ម៉ោង8យប់ម៉ោងនៅទីក្រុងមូស្គូប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់និងបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន269គ្រឿងនៅមុននេះមួយថ្ងៃប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានកត់សម្គាល់ថាក្នុងរយៈពេល40ថ្ងៃកន្លងមកនេះកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបើកការវាយប្រហារជាបន្តបន្ទាប់លើតំបន់ស៊ីវិលនិងភស្តុភារក្នុងប្រទេសរុស្ស៊ីដោយប្រើមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដោយលោក Putin បានពណ៌នាថាជាលបែងស៊ីសងមួយផ្សេងទៀតដែលអ៊ុយក្រែននិងលោកខាងលិចមានគោលបំណងជាយុទ្ធសាស្ត្រលើរុស្ស៊ីលោកពូទីនបានលើកឡើងថាកងទ័ពរុស្ស៊ីមិនត្រឹមតែបន្តវាយលុកគ្រប់ទិសទីប៉ុណ្ណោះទេគឺថែមទាំងបង្កើនសម្ពាធយោធាទៀតផងហើយបានសម្ដែងទំនុកចិត្តក្នុងការសម្រេចគោលដៅនៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួនចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថាអ៊ុយក្រែនរំពឹងថានឹងទទួលបានថវិកាប្រមាណ30,000 លានអឺរ៉ូពីសហភាពអឺរ៉ុបនៅឆ្នាំនេះដើម្បីជួយផ្ដល់ហិរញ្ញប្បទានដល់អានុភាពសារពើពន្ធរបស់អ៊ុយក្រែនដែលកំពុងប្រឈមនឹងអានុភាពថវិកាការពារជាតិប្រមាណ27,000 លានដុល្លារអាមេរិកជុះទីហ្វុងណារ៉ាបង្កការបំផ្លិចបំផ្លាញនៅប្រទេសចិននិងវៀតណាមខណៈមនុស្សរាប់ម៉ឺននាក់ត្រូវផ្លាស់ទីលំនៅទឹកជំនន់និងការរអិលបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុងណារ៉ាបានវាយប្រហារភាគខាងជើងប្រទេសវៀតណាមនិងតំបន់ខ្វាងស៊ីភាគខាងត្បូងប្រទេសចិនខណៈភ្លៀងធ្លាក់ខ្លាំងបាននាំឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងដំណាំរបស់កសិករទឹកជំនន់នេះបានបង្ខំឲ្យប្រជាជនចិនត្រូវផ្លាស់ទីលំនៅប្រហែល54,000 នាក់រួមទាំង8,087 នាក់ត្រូវផ្លាស់ទៅជំរកសង្គ្រោះបន្ទាន់នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV ភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃនៅភាគខាងជើងប្រទេសវៀតណាមបង្កដោយព្យុះទីហ្វុងឈ្មោះណារ៉ាបានសម្លាប់មនុស្សម្នាក់និងបង្ខំឲ្យពលរដ្ឋវៀតណាមជាង4,300 គ្រួសារត្រូវផ្លាស់ទីលំនៅជាមួយគ្នានេះព្យុះទីហ្វុងណារ៉ាបានបង្កការវាយប្រហារលើឈូងសមុទ្របៃប៊ូឬឈូងសមុទ្រតុងកឹងមន្ត្រីអាកាសធាតុវៀតណាមបាននិយាយថាព្យុះនេះនឹងមិនវាយប្រហារមកលើដីគោកទេប៉ុន្តែនឹងនាំឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសចំណែកឯតំបន់ភ្នំមានខេត្តឡាងសុននិងខៅបាងរបស់វៀតណាមបានទទួលទឹកភ្លៀងចន្លោះពី236មីលីម៉ែត្រទៅ300មីលីម៉ែត្រក្នុងរយៈពេល24ម៉ោងគិតត្រឹមព្រឹកថ្ងៃច័ន្ទទី24ខែសីហាដែលបង្កឲ្យមានទឹកជំនន់និងការរអិលបាក់ដីទឹកជំនន់នេះក៏បានប៉ះពាល់ដល់ខេត្តខ្វាងninhដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO គឺឈូងសមុទ្រហាឡុងដោយជន់លិចផ្នែកខ្លះនៃទីក្រុងនិងរំខានដល់ទេសចរណ៍ការនេសាទនិងការដឹកជញ្ជូនផងដែរអាជ្ញាធរវៀតណាមបាននិយាយថាព្យុះទីហ្វុងណារ៉ាបានរំខានដល់សាលារៀនការិយាល័យធ្វើការនិងសកម្មភាពរស់នៅប្រចាំថ្ងៃដោយវាបានផ្ដាច់ចរន្តអគ្គិសនីប៉ះពាល់ដល់ពលរដ្ឋវៀតណាមជិត55,000 គ្រួសារបំផ្លាញស្រូវនិងដំណាំផ្សេងៗជាង10,000 ហិកតានៅប្រទេសចិនឯណោះវិញទឹកទន្លេ15ទីតាំងផ្សេងគ្នាបានឡើងហួសកម្រិតប្រកាសអាសន្ននៅតាមស្ថានីយត្រួតពិនិត្យទឹកជំនន់លាយឡំនឹងដីភក់បានលេបត្របាក់ផ្នែកខ្លះនៃទីក្រុងឆុងស៊ូបណ្ដាលឲ្យទឹកជន់លិចផ្លូវទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថាភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍ថានឹងបន្តរហូតដល់ថ្ងៃពុធស្អែកនេះមេដឹកនាំមហាយៈចិននឹងទៅទស្សនកិច្ចប្រទេសឥណ្ឌាជាមួយនឹងគណៈប្រតិភូទ្រង់ទ្រាយធំជាលើកដំបូងក្នុងរយៈពេល7 ឆ្នាំ
កាសែតនៅទីក្រុង New Delhi បានផ្សាយថាប្រធានាធិបតីចិនលោកស៊ីជីនពីងនឹងចូលរួមកិច្ចប្រជុំកំពូល BRICS នៅខែក្រោយនៅទីក្រុង New Delhi ប្រទេសឥណ្ឌាអមដោយគណៈប្រតិភូទ្រង់ទ្រាយធំដ៏កម្រដែលនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស៊ីក្នុងរយៈពេល7ឆ្នាំនិងជាសញ្ញាថ្មីនៃការរួមបញ្ចូលគ្នារវាងគូប្រជែងទាំងពីរប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅថ្ងៃទី12ដល់ថ្ងៃទី13ខែកញ្ញាឆ្នាំ2026នេះវត្តមានរបស់លោកស៊ីនឹងត្រូវតាមដានសម្រាប់របៀបវិរៈនៃកិច្ចប្រជុំកំពូល BRICS ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងនិង New Delhi ដើម្បីធ្វើឲ្យទំនាក់ទំនងមានស្ថិរភាពបន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនដ៏សាហាវកាលពីឆ្នាំ2020មន្ត្រីចិនកំពុងរវល់កំណត់សន្តាគារនិងពិធីសារសន្តិសុខនេះបើតាមប្រភពមួយរបស់ឥណ្ឌាបានប្រាប់ Reuters កាលពីឆ្នាំមុននាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានទៅទស្សនកិច្ចប្រទេសចិនជាលើកដំបូងក្នុងរយៈពេល7ឆ្នាំប៉ុន្តែទំនាក់ទំនងបានប្រសើរឡើងបន្តិចម្ដងថ្មីនេះចំនួនថ្មីតាក់ទងនឹងព្រំដែនបានបង្កឲ្យមានការផ្លាស់ប្ដូរផ្នែកការទូតយ៉ាងខ្លាំងរវាងភាគីទាំងពីរប្រភពព័ត៌មានពីឥណ្ឌាបាននិយាយថាលោកស៊ីទំនងជាត្រូវបានអមដំណើរដោយគណៈប្រតិភូទ្រង់ទ្រាយធំប្រមាណ400នាក់បើប្រៀបធៀបទៅនឹងជំនួបកាលពីឆ្នាំ2019មានគណៈប្រតិភូអមដំណើរតិចជាង200នាក់ប្រភពដដែលបានបន្ថែមថាមន្ត្រីប្រទេសទាំងពីរត្រូវបានរំពឹងថានឹងប្រើប្រាស់កិច្ចប្រជុំកំពូលនេះដើម្បីស្វែងយល់ពីភាពខុសគ្នាលើបញ្ហាព្រំដែននិងសន្តិសុខក្នុងតំបន់ក្រសួងការបរទេសចិនបាននិយាយថាប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ BRICS ហើយគាំទ្រប្រទេសឥណ្ឌាដែលជាប្រធានបច្ចុប្បន្នក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS សម្រាប់ឆ្នាំនេះដោយជោគជ័យសូមរំលឹកថាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតទាំងពីររបស់ពិភពលោកនិងជាមហាអំណាចនុយក្លេអ៊ែរមានព្រំដែនជាប់គ្នាប្រហែល 3,800 គីឡូម៉ែត្រហើយភាគច្រើនមិនទាន់កំណត់ជាក់លាក់និងកំពុងមានចំនួននៅតំបន់ហេម៉ាឡាយ៉ាសូមអរគុណសម្រាប់ការតាមដាន Update Today